នេះគឺជាសៀវភៅមួយដែលមានសាច់រឿងដែលធ្វើឲ្យខ្ញុំអត់ចង់បើកទៅទំព័របន្ទាប់ទេហើយក៏ខ្ញុំអត់ចង់ឲ្យសាច់រឿងដែលមាននៅក្នុងសៀវភៅនេះឆាប់ចប់ដែរ The Kite Runner ដោយអ្នកនិពន្ធលោក Khalid Hosseini ដែលគាត់សរសេរសៀវភៅមួយនេះឡើង inspire ចេញពីការបង្ហោះខ្លែងរបស់ក្មេងប្រុសពីរនាក់និងការហាមឃាត់នៃការបង្ហោះខ្លែងនៅក្នុងប្រទេសអាហ្គានីស្ថានរបស់ក្រុមតាលីបង់សាច់រឿងនៅក្នុងសៀវភៅនេះនឹង follow លម្អិតអំពីជីវិតរបស់ក្មេងប្រុសពីរនាក់ដែលមានឈ្មោះថា Ami ហើយនិង Hassanអាមីគាត់គឺជាកូនប្រុសរបស់អ្នកជំនួញដែលមានទ្រព្យសម្បត្តិស្រុកស្ដំម្នាក់នៅក្នុងកបលសាច់រឿងនៅក្នុងសៀវភៅនេះសិតអាប់នៅក្នុងកំឡុងពេលនៃការដួលរលំនៃរបបរាជានិយមសង្គ្រាមរវាងសហភាពសូវៀតនិងអាហ្គានីស្ថាននិងការចូលកាន់កាប់របស់ក្រុមតាលីបង់តាមការយល់ឃើញរបស់ខ្ញុំសាច់រឿងចង់ឆ្លុះបញ្ចាំងអំពីទំនាក់ទំនងនៅក្នុងគ្រួសារជាពិសេសទំនាក់ទំនងរវាងឪពុកហើយនិងកូនជីវិតរបស់ប្រជាជនអាហ្គានីស្ថានដែលធ្វើឲ្យអ្នកអានយល់កាន់តែច្បាស់អំពីទុក្ខលំបាករបស់ពួកគេដែលរស់នៅក្នុងប្រទេសមួយនឹងជាពិសេសស្ត្រីហើយនិងកុមារខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាអាន trigger warning អំពីសៀវភៅមួយនេះសិនបើសិនជាអ្នកទាំងអស់គ្នាមានបំណងយកសៀវភៅមួយនេះមកអានដោយសារតែមានឈុតឆាកខ្លះវា intensely disturbing ហើយពាក្យពេចន៍ដែលអ្នកនិពន្ធគាត់ប្រើវា so touching ហើយ hard feel ដោយសារតែ theme guilt ហើយ prominently redemption ជា overall conclusion សាច់រឿងនៅក្នុងសៀវភៅនេះគឺវាល្អអានខ្លាំងសម្រាប់ខ្ញុំទាំងការសរសេរហើយនិង plot អ្នកនិពន្ធគាត់ធ្វើបានល្អចំណុចពិសេសមួយទៀតរាល់ហេតុការណ៍ដែលបានកើតឡើងចំពោះតួអង្គនីមួយៗដែលមាននៅក្នុងសាច់រឿងនេះគឺអ្នកនិពន្ធគាត់ flip សាច់រឿងទាំងមូលនៅចុងក្រោយដែលធ្វើឲ្យអ្នកអានគាត់យល់កាន់តែច្បាស់អំពីអត្ថន័យនៃសាច់រឿងទាំងមូលហើយនឹងកែប្រែការយល់ឃើញរបស់អ្នកអានចំពោះតួអង្គនីមួយៗទោះបីអត់នេះអ្នកទាំងអស់គ្នានឹងឆ្លាញ់តួអង្គមួយដែលគាត់មានឈ្មោះថាហាសានខ្លាំងហើយ100%គឺខ្ញុំពិតជា recommend ឲ្យអ្នកទាំងអស់គ្នាយកសៀវភៅមួយនេះមកអាន